ថ្ងៃនេះបងប្អូននាងខ្ញុំសូមមកហូបអត់ចុះបាយម្ដងចាព្រោះថាមានមីសួរជំនួសបងប្អូនមុខនេះនាងខ្ញុំធ្វើម្ដងញ៉ាំតែមីសួរទេឆ្ងាញ់ខ្លាំងណាស់ជាដំបូងបងប្អូនដាក់ត្រាំមីសួរឲ្យទន់អញ្ចឹងសិនណាបងប្អូនហាមយកទៅស្រុះបងប្អូនបន្ទាប់មកបងប្អូនដាក់ជាមួយនឹងផ្សិតត្រចៀកកដោនាងខ្ញុំហាន់រៀងឆ្មាអញ្ចឹងបានចូលជាតិល្អឆ្ងាញ់អ្វីដែលចោលមិនបានអូយនាងខ្ញុំចូលចិត្តខ្ញីណាស់ឲ្យតអប់មីសួរម្ដងគឺនាងខ្ញុំដាក់ខ្ញីច្រើនផ្សំបន្ថែមជាមួយខ្ទឹមក្រហមហាន់ចំណិតហើយនេះគឺខ្ញុំបន្ថែមពណ៌បងប្អូនចាគឺការ៉ុតយើងនឹងឯងចាសាប់វាស្ដើងមកសម្រាប់ខ្ទឹមនេះខ្ញុំច្រាំទុកពេលបំពងបងប្អូនចាចឹងដាក់វាតែ 20% បានហើយទុកបំពង 80% នឹងគល់ខ្ទឹមរបស់យើងហើយម្ទេសនេះគឺនាងខ្ញុំយកម្ទេសផ្លោកក្រហមហាន់ជាចំណិតទៅគ្រឿងផ្សំបន្ថែមមានយឺហឺហាន់សរសៃហើយនឹងហេប៊ីបងប្អូនចាយើងត្រាំទឹកហើយដាក់ចូលជាមួយគ្នាទៅបងប្អូនសម្រាប់គ្រឿងទេសបងប្អូនគឺមានប៊ីចេងមានម្សៅស៊ុបមានជាមួយនឹងទឹកស៊ីអ៊ីវធម្មតាមានជាមួយនឹងស្ករចាមានជាមួយនឹងប្រេងខ្យងហើយបន្ថែមជាមួយនឹងម្រេចរបស់យើងបងប្អូនច្បល់វាឲ្យចូលជាមួយមីសួរហ្នឹងចាដើម្បីឲ្យគ្រឿងយើងបានសព្វល្អបងប្អូនអើយមកមុខនេះបើមិនឆ្ងាញ់ទេឲ្យធាក់បងប្អូនចាសឹងថាមួយចានហ្នឹងនាងខ្ញុំញ៉ាំដាច់ម្នាក់ឯងហើយលើកនេះនាងខ្ញុំធ្វើតិចជាងរាល់ដងវិញចំហុយសិតតែចានពងកពើអាខ្នាតយៈតែដោយសារលើកនេះគឺនាងខ្ញុំធ្វើញ៉ាំតែពីអ្នកប្តីប្រពន្ធទេបងប្អូនចាអញ្ចឹងធ្វើយកតែត្រីមួយប្រហែលជា6ខាំទេចាហើយសម្រាប់មីសួរលាយចង់កន្លះកធុនដែរហ្នឹងព្រោះឲ្យតែមានចំហុយមីសួរម្ដងណាបងប្អូនអើយនាងខ្ញុំអត់សូវញ៉ាំបាយទេគឺឆ្ងាញ់ជាមួយមីសួរជាមួយផ្សិតកដោហ្នឹងបងប្អូនខ្ញីហិលតិចជាមួយនឹងម្រេចលាយហ្នឹងអូយជាតិណាបងប្អូនអើយឆ្ងាញ់ណាស់មកមុខនេះហើយមកមុខនេះបងប្អូនអត់ចោះលុយទេនេះខ្ញុំដូចជាមានលុយ 30000 ទៅទិញបងប្អូនចាសល់លុយមក 4000 ទៀតឥឡូវរៀបចំហើយយើងដាក់ចំហុយទៅបងប្អូនចានាងខ្ញុំទៅចំហុយក្រានហ្គាបន្ទាប់ពីចំហុយ20នាទីគឺឆ្អិនរួចរាល់លឿនមែនតើពេលចំហុយឆ្អិនអញ្ចឹងបងប្អូនមកបំពងខ្ទឹមចាដើម្បីក្តាស់ក្លិនហើយក្តាស់រសជាតិកាន់តែឆ្ងាញ់បងប្អូនដាក់ខ្ទះឲ្យក្តៅខ្លាំងបងប្អូនចាំដាក់ជាមួយនឹងខ្ទឹមជ្រាំងរបស់យើងបន្ថែមជាមួយនឹងម្ទេសផ្លោកក្រហមហាន់ស្ដើងអញ្ចឹងមកយកពណ៌បងប្អូនចាហើយសំខាន់ជាងគេគឺខ្ទឹមយើងឯងស្លឹកខ្ទឹមចាហើយដាស់ក្លិនដោយទឹកស៊ីអ៊ីវលើកឡើងភ្លឹបកោអញ្ចឹងទៅចាក់ស្រោចពីលើបងប្អូនអូយដាស់រសជាតិគុណទ្វេតោះបងប្អូនជើញពិសាជាមួយនឹងខ្ញុំចាមុននឹងញ៉ាំក៏នេះខ្ញុំមិនភ្លេចជាមួយនឹងវីតាមីន CSM ដែរមកគ្រាប់មុនញ៉ាំអាហារដើម្បីការពារធាត់និងសម្រក់គីឡូបានលឿនបងប្អូនអើយមកមុខនេះមិនត្រឹមតែឆ្ងាញ់ទេធ្វើលឿនទៀតបងប្អូនអត់យូរទេអត់ពិបាកធ្វើទេហើយបើនិយាយរសជាតិវិញខ្ញុំញ៉ាំម្ដងណាក៏ខ្ញុំអត់ចង់លេបចូលពោះដែរវាមានរសជាតិឆ្ងាញ់គិតទៅមីសួរហ្នឹងឲ្យតែចំហុយជាមួយគ្រឿងសមុទ្រក៏ដោយជាមួយត្រីក៏ដោយយាយម៉ាត់ទៅគឺឆ្ងាញ់គ្រប់បែបយ៉ាងហ្មងហើយបដាស់រសជាតិជាមួយនឹងអាបំពងខ្ទឹមថែមពីលើទឹកស៊ីអ៊ីវហ្នឹងបងប្អូនអើយខ្ញុំនិយាយមែនជាតិសាហាវបងប្អូនពេលតនេបងប្អូនធ្វើឲ្យកូនញ៉ាំចាអ្នកផ្ទះញ៉ាំលោកប្តីញ៉ាំម៉ាក់ក្មេកញ៉ាំម៉ាក់បកើតញ៉ាំនិយាយពីគាត់តាសាហើយគាត់ចូលចិត្តណាស់ពិសេសម៉ាក់ក្មេកខ្ញុំគាត់អត់សូវមានថ្មិញឲ្យតែចំហុយមីសួរម្ដងដឹងតែគាត់ហ្នឹងគឺថាដាក់យកហើយគាត់ចូលចិត្តណាស់និយាយទៅចាស់គាត់ចូលចិត្តមីសួរហើយមិនមែនតែចាស់ទេខ្ញុំហ្នឹងបើថាមួយចានហ្នឹងឲ្យញ៉ាំម្នាក់ឯងគឺខ្ញុំញ៉ាំដាច់ទេបងប្អូនអូខេបងប្អូនជម្រាបលាបាយបាយ